ជំរាបសួរសួស្តីបងៗទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន3លំហាត់ប្រាណសម្រាប់ដុតខ្លាញ់បន្ទួលខ្លួនសម្រាប់អ្នកដែលគាត់ហាត់ប្រាណយូរហើយប៉ុន្តែអត់សូវមានលទ្ធផលឬក៏អ្នកហាត់ប្រាណយូរហើយគាត់ចង់កែប្រែទម្លាប់ហាត់ប្រាណរបស់គាត់អាចមើលវីដេអូនេះបានហើយសាកល្បងធ្វើជាទម្លាប់របស់ខ្ញុំតោះគឺមុនពេលហាត់ប្រាណខ្ញុំលោតខ្សែ10នាទីបើសិនជាបងៗទៅចាប់ផ្ដើមអាចត្រឹម5នាទីឬ3នាទីក៏បានដោយសកម្មភាពដែលខ្ញុំកំពុងធ្វើនេះគឺខ្ញុំធ្វើ dumbbell handball to burpee អញ្ចឹងតាមរយៈប្រវែងនៃក្លឹបហាត់ប្រាណរបស់បងផ្ទាល់យើងដើរទៅវិញទៅមក2ដងយើងរត់1ដងហើយធ្វើ3ដងយើងបាន1សេតអញ្ចឹងនៅពេលដែលបងដើរគឺដៃរបស់យើងគឺដើរឲ្យស្មើគ្នាហើយដៃនៅខាងក្រោមស្មាហើយយើងលើក dumbbell មកយើងលោតទៅលើម្ដងហើយធ្លាក់ខ្លួនមកវិញតាមគីឡូដែលបងអាចធ្វើបានចាប់ពី5គីឡូឡើងទៅបើខ្ញុំកំពុងកាន់នេះគឺខ្ញុំធ្វើ8គីឡូលំហាត់ទាំងអស់នេះគឺហាត់ព្រាមគឺបានផលព្រាមតែម្ដងមកបងមានអារម្មណ៍ថាពេលដែលយើងហាត់ចុះព្រាមគឺខ្លួនរបស់យើងមានអារម្មណ៍ថាស្រាលហើយខ្លួនយើងអត់សូវមានខ្លាញ់ប៉ុន្តែដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងសម្រាប់អ្នកដែលគាត់ហាត់សមហើយគាត់ដឹង form គាត់ដឹង technique ច្រើនទើបយើងអាចចាប់ផ្ដើមធ្វើលំហាត់ទាំងអស់នេះបានលំហាត់ទី3លំហាត់ចុងក្រោយគេគឺបង្កើនលំនឹងពេលយើងលាជើងទៅមុខធាក់ទៅក្រោយយើងទប់ខ្លួនឲ្យជាប់ហើយយើងលើកជង្គង់មកវិញទម្ងន់យើងប្រើដូចគ្នាដែរយើងប្រើចាប់ពី5គីឡូទៅដល់10គីឡូតែដែលខ្ញុំកាន់គឺ8គីឡូពេលដែលយើងធ្វើលំហាត់ប្រាណទាំងអស់នេះហើយយើងមានអារម្មណ៍ថាជឿខ្លួនគឺយើងអាច stretching តាមអ្វីដែលយើងចេះចាំបានណាបងមានស្មាមានខ្នងមានក្បាលពោះមានអីផ្សេងៗដែលយើងអាចធ្វើខ្លួនឯងបានព្រោះការ stretching វាធ្វើឲ្យល្អចំពោះសាច់ដុំរបស់យើងហើយពេលដែលយើងវឹកហាត់វាអត់ជាប់សាច់ដុំអរគុណច្រើន